teleskopum sangat cukup di sana kayaknya cuma agak kesan-kesan dalam agak riskin dalam game aja aku mantap hayចំពោះអ្វីដែលខ្ញុំបានផ្លាស់ប្ដូរការ riskin game មានចំនួន3ទី1គឺ main character ទី2 enemy ទី3 the mechanic ចំពោះ main character ខ្ញុំដូរវាដូចគាត់បានឃើញស្រាប់ហើយគឺ all character គឺមានបែបនេះហើយចំពោះ new character យើងថាជា enemy សម្រាប់ enemy សម្រាប់ all character គឺមានបែបនេះហើយនេះគឺជា new character របស់យើងចំពោះ damage ហើយនឹងការខ្ញុំបាន increase damage រាល់ខាងហើយនឹងដូចជាឈាមរបស់enemy ដើម្បីឲ្យ game របស់យើងកាន់តែមានការផ្លាស់ប្ដូរពីមុនដូច្នេះយើងចូលទៅកាន់ demo game មុនទៅនេះគឺជា game ប្រភេទ rank យើងឃើញ character មានការផ្លាស់ប្ដូរនេះគឺជា new enemy របស់យើងដែលមានការផ្លាស់ប្ដូរដូច្នេះសូមអរគុណលោកគ្រូសម្រាប់ការទស្សនាការ record វីដេអូរបស់ខ្ញុំនៅក្នុងការ presentation ទៅលើការ risking ទៅលើ game អរគុណ